សាច់រឿងរបស់យើងចាប់ផ្ដើមក៏បង្ហាញនៅវិមានខាងកើតស្ដេចឈិនក៏បានដឹកនាំកងទ័ពមួយក្រុមចូលមកនិងក៏បានប្រាប់ទៅកាន់ទាហានដែលឈរនៅខាងក្រៅនឹងហើយបន្តមកទ្រង់ក៏បានយាងចូលទៅមានជាមួយទាហានដែលបានការពារនៅព្រះមហាសីពួកគេក៏ពិតជាមានការខឹងសម្បាជាមួយស្ដេចឈិនមែនតែនពួកគេក៏បានសម្រុកចូលទៅក៏មិនអាចធ្វើអ្វីទៅកាន់ស្ដេចឈិនបានឡើយនោះក៏ដោយសារតែពួកគេមានរបួសជាប់ខ្លួនផងដែរដូច្នេះស្ដេចឈិនក៏ចាប់ការទៅលើពួកគេទាំង3នឹងទៅរួចក៏បានសម្លឹងមើលទៅកាន់ព្រះមហាសីព្រមទាំងបាននិយាយថាពេលវេលាក៏ពិតជាមិនខ្ជះខ្ជាយឡើយព្រះមហាសីក៏បានតបថាអ្វីដែលព្រះអង្គចង់បានបើទោះបីជាវាល្អឥតខ្ចោះប៉ុណ្ណាក៏ដោយក៏គង់តែខ្ញុំឲ្យគេយកទៅបោះចោលតាំងពី16ឆ្នាំមុនម្លេះព្រះអង្គក៏សួរទៅកាន់ព្រះមហាសីថាធ្លាប់មានការសោកស្ដាយទេព្រះមហាសីក៏ចាប់ផ្ដើមហៀឈាមតាមមាត់និងក៏ចាប់ផ្ដើមដួលទៅព្រះអង្គក៏ស្ទុះទៅ3តកងក៏ហាក់ដូចជាមានអារម្មណ៍ថាបារម្ភមែនទែនទ្រង់ក៏បានសួរថាហេតុអ្វីបានជាមានការឈឺចាប់ដល់ថ្នាក់នេះព្រះមហាសីក៏តបព្រោះតែដឹងថានៅពេលនេះស្មៅត្រូវបានគេជិះទាំងឬហើយប៉ុន្តែនៅពេលនេះក៏នៅសល់ព្រះនាងឆាងកើមួយទៀតដូច្នេះព្រះមហាសីក៏សូមបដូរយកជីវិតរបស់ទ្រង់ជាមួយនឹងជីវិតរបស់ព្រះនាងឆាងកើសួរទៅកាន់ព្រះអង្គឈិនតាយកព្រមទេព្រះអង្គក៏បានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះបន្ទាប់មកព្រះមហាសីក៏យកដៃប៉ាទៅលើព្រះភ័ក្ត្ររបស់ព្រះអង្គជាលើកចុងក្រោយនិងក៏មានបន្ទូលថាត្រូវតែមានការនឹករលឹកគ្នាទៅវិញទៅមកព្រោះតែនៅពេលនេះមិនមែនជាកំហុសទៀតទេវាក៏បានកន្លងផុតទៅហើយមានបន្ទូលតែប៉ុណ្ណេះទ្រង់ក៏ដាច់ខ្យល់ទៅនៅលើដៃរបស់ព្រះអង្គឈិនក៏ពិតជាមានអារម្មណ៍ថាសោកស្ដាយមែនទែននិងក៏បានអបត្រឹមតែសារសពរបស់ព្រះមហាសីតែប៉ុណ្ណោះបន្ទាប់មកសាច់រឿងក៏បានសូត្រកណាបយាស្ដាប់ថាប្រៀបដូចជាផ្កាអូខេដេដែលបានដុះលើវាស្មៅដូចជាត្បូងមួយគ្រាប់ដែលបញ្ចេញនៅពន្លឺរស្មីមិនមែនជាការចម្លាក់ទៅដោយបង្ខំឡើយក្លិនដែលបានសាយភីពីផ្ការិចរួចគេក៏បានហៅឈ្មោះរបស់បុគ្គលថាជិនវាគឺជាឈ្មោះដែលព្រះអង្គប្រទានឲ្យវាក៏បានប្រែទៅជាគុជត្បូងមានតម្លៃប៉ុន្តែជាអកុសលបន្ទាប់ពីការរកឃើញរយៈពេលក្រោយមកក៏ដោយសារតែខ្ញុំមិនបានសួរព្រះអង្គនៅពេលនោះថាតើវាពិតជាអស្ចារ្យប៉ុណ្ណាទៅរហូតមកដល់ពេលនេះបានត្រឹមតែគិតតែប៉ុណ្ណោះហើយក៏គ្មានបានបញ្ចុយអ្វីឡើយបានត្រឹមតែគិតតែប៉ុណ្ណោះចំណាយទាំងធម្មពលអត់អំពើសាច់រឿងក៏បង្ហាញនៅឆ្នាំពីអ្នកពងតែស្វែងរកអ្វីមួយបន្ទាប់មកឆ្នាំម្នាក់គេក៏រកថាក្នុងអាកាសធាតុបែបនេះបែរជាមកឲ្យស្វែងរកនៅកន្លែងវារហោឋានទៅវិញចលងគេក៏បានក្តារឆែតមួយទៅគ្នារបស់គេក៏ប្រាប់ថាជប់រអ៊ូទៅព្រោះតែវាគឺជាបញ្ជារបស់លោកទូរត់ដើមឈើនៅស្លឹកឈើដែលបានជ្រុះក្នុងស្មៅនៅក្នុងទីក្រុងឆាងអាននេះត្រូវតែប្រឌិតរយមកចាត់បន្តិចនៅគណៈពេលដែលពួកគេពងតែជជែកគ្នាចលងស្រាប់តែនៅគណៈពេលនោះគេក៏បានប្រទះជាមួយនឹងព្រះនាងឆាងកើបន្ទាប់ពីឆ្នៃឆ្មាម្នាក់ក៏ប្រាប់ទៅកាន់ឆាងកើឲ្យឈប់រួចពួកគេក៏មកចិត្តឆាងកើក៏សួរថាតើពួកឯងចង់ម៉េចឆ្មាម្នាក់ក៏បានដកដាបភ្ជង់ទៅកាន់ឆាងកើរួចក៏បាននិយាយថាជាស្ត្រីដើរនៅកន្លែងស្ងាត់ទីរហោឋានតែម្នាក់ឯងយើងពិតជាសង្ស័យថានាងគឺជាមនុស្សតែម្នាក់ដែលបានកិច្ចខ្លួនចេញមកនៅពេលដែលមានភាពចលាចលឆ្មាម្នាក់គេក៏បាននិយាយថាក្មេងស្រីតូចតាន់ពេលដែលកងទ័ពដូចជាយើងមានអារម្មណ៍ល្អដើម្បីជៀសវាងនូវគ្រោះមហន្តរាយដល់ជីវិតយើងល្អគួរតែផ្ដល់នូវរបស់មានតម្លៃឲ្យយើងបើមិនដូច្នោះទេឆាងកើក៏សួរទៅវិញថាបើមិនដូច្នោះទេចង់ម៉េចគេក៏បានតបថាបើមិនដូច្នោះទេយើងប្រកាសជាចាប់នាងយកទៅឃុំបន្ទាប់មកពនាងក៏បានដកដង្ហើមធំនិងក៏បានពោលថាចង់បានរបស់មានតម្លៃមែនទេរួចក៏ចាប់ផ្ដើមបញ្ចេញក្បាច់គុណចលងដែលមើលទៅវាក៏ពិចារណាមែនតែយើងមើលមិនតាន់ឡើយចលងក៏បញ្ចេញស្នាបាញ់ទៅកាន់អបៈម្នាក់ចំនួន2ក្របជាហេតុក៏បានធ្វើគេធ្លាក់ទៅលើសេះតែព្រះនាងក៏និយាយថាប្រៀបជាមួយទ្រព្យសម្បត្តិគឺជីវិតថ្លៃជាងយ៉ាងម៉េចតើពួកអញយល់ទេបើយកដើរប្រៀបជាមួយនឹងស្នាគឺមានភាពស្រាលជាមួយនឹងការឆ្លៀសវៃហើយក៏មានការចេះបត់បែនទៅតាមទិសដៅដែលបានកំណត់នេះពេលនោះវាប្រកាសជាមាននៅប្រសិទ្ធភាពខ្ពស់គ្រាន់តែថាគុណវិបត្តិរបស់វាគឺភាពប្រែប្រួលបើសិនជាដៃរបស់យើងរអើវាប្រកាសជាបានកំណត់គោលដៅខុសតែសម័យក្រោយមកយើងថាដូចជាបានឃើញថាក្រុមឆ្មាំទាំងពីរថាមកប្លន់ព្រះនាងប៉ុន្តែនៅពេលនេះក៏បែរជាត្រូវបានព្រះនាងឆាងកើប្លន់វិញបរយព្រះនាងក៏បានសួរថាតើប្រាក់របស់ពួកឯងមានតែប៉ុណ្្នឹងទេមែនទេគេក៏តបថាមានតែប៉ុណ្្នឹងទេកុំយករបស់គេអីព្រះនាងក៏ចាប់ផ្ដើមកវីកូនក្បាត់ចឡើងនិងក៏ចាក់អស់ទៅលើដីគេក៏ប្រាប់ទៅកាន់ព្រះនាងបន្តថាគេដឹងអំពីវិធីអ្នករកប្រាក់បានច្រើនជាងនេះគឺត្រូវតែធ្វើដំណើរទៅកាន់ទីកន្លែងមួយដែលគឺជាទីកន្លែងបញ្ចុះសពរបស់ព្រះនាងយងអ៊ីងព្រមជាមួយនឹងព្រះមេដាកណប់ទ្រព្យក៏ត្រូវបានរក្សាទុកនៅទីកន្លែងនៃប្រាសាទរងអឿនទាំងអស់អ្វីដែលសំខាន់ទៅនោះគ្មានអ្នកយាមឡើយគេសួរទៅកាន់ព្រះនាងថាតើមានចំណាប់អារម្មណ៍ទេនិយាយទៅគេដឹងថានេះគឺជាព្រះនាងឆាងកើទេឆាងកើក៏សួរបន្តថាតើព័ត៌មាននេះវាពិតជាក់លាក់ទេពួកគេក៏បានតបថាប៉ិតមែនហើយចំពោះព័ត៌មានក៏បានប្រាប់ឲ្យគោទៅដោះលែងគេទៅឆាងកើនាងក៏ញញឹមបន្តមកក៏ចាប់ការទៅកាន់ពួកគេពីវិដ័យនិងក៏បាននិយាយថាទីក្រុងឆាងអានវាគឺជាទីកន្លែងដែលយើងស្គាល់ច្បាស់ជាងគេបន្តមកសាយរឿងក៏កាត់មកទីក្រុងឆាងអាននៅទីកន្លែងហាងនំឯនេះវិញមានជនអាចក៏បានសម្លេងក៏ដូចជាព្រះនាងឆាងកើក៏បានបោះប្រាក់ទៅកាន់ម្ចាស់ហាងនិងប្រាប់ទៅកាន់គេថានាងក៏កំងនំផ្អែមព្រិលមួយនៅពេលព្រឹកនាងក៏មកយក តែ
តែគេក៏មានការសោយសាយប្រតែនំផ្អែមព្រិលវាត្រូវតែចំណាយពេលវេលារបស់គេច្រើនណាស់ដើម្បីធ្វើវាដោយដូច្នេះក៏បានឲ្យប្រាក់ទៅកាន់គេមួយដុំទៀតទៅគេក៏តបថាគ្មានបញ្ហាបន្ទាប់ពីកលេចចោលឡើងស្រាប់តែបាត់នៅភៀវតនបាត់ហើយដោយយើងកលេចទៅមួយទៅរួចហើយគេក៏បាននិយាយថាកងសុនហឹងគេក៏ជាច្បាយក្រុងមីងជូដោយការលុបលុយរបស់កូនសម្ព័ន្ធតូគីបន្ទាប់ពីនំក៏បានជាមិនហ៊ានមកជួបព្រះភ័ក្ត្ររបស់ព្រះអង្គតែនៅពេលនេះគឺពិតជាមានកម្រងចង់បោះបោមែនទេហ្វាំងសៀនលីងក៏បានតបថាកងសុនហឹងគេក៏ជាមន្ត្រីដែលមានតែគេឈ្មោះល្អម្នាក់គេបានការពារសួរជូតាំងពីរាជការមុនម្លេះបើគិតពីរយៈពេលអស់ច្រើនទសវត្សរ៍មកហើយគេតែងតែមានការបង្ហាញអំពីមហិច្ឆតានៃការបង្រីកនៅទឹកដីមន្ត្រីទូក៏តបថាប៉ុន្តែគេមិនដែលចូលវាំងតតែសោះនេះក៏អាចចាត់ទុកថាគឺជាបទល្មើសមួយហើយមន្ត្រីហ្វាងក៏បានសួរថាតើនៅពេលនេះកូនសម្ព័ន្ធតូគីមាននៅស្ថានភាពយ៉ាងណាទៅហើយចំពោះតូគីភាសាចិនគេហៅថាទូជាអេដមិនក៏សមហៅចិនហើយមន្ត្រីទូក៏តបថាតឡាការនៃរាជវង្សទូជាកំពុងតែរើទីតាំងទៅកាន់ភាគខាងត្បូងហើយមន្ត្រីហ្វាងក៏បន្តថាគូសុនហឹងគេបានកាន់កាប់ទៅលើតំបន់សួរជូបើសិនជាយើងមានការបញ្ញាបញ្ញាលសួរជូទាំងមូលប្រកាសស្ថាននៅក្នុងភាពចលាចលនេះเป็นនគរសម្ព័ន្ធទូជាពួកគេក៏មិនហ៊ានកាន់កាប់នៅទីនេះឡើយមន្ត្រីទូក៏តបថាលោកហ្វាងពិតជានិយាយត្រូវមែនគាត់ក៏តបថាកុំឲ្យលោកទូមានការបារម្ភអីឲ្យតែផ្នែកនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ពួកគេមានការចលាចលនោះនេះเป็นពិភពលោកប្រកាសស្ថាននៅក្នុងភាពចលាចលដូចគ្នាហើយបើសិនជាពួកគេស្ថិតនៅក្នុងសន្តិភាពនោះពិភពលោករបស់យើងក៏ចឹងដែរយើងគ្រាន់តែរងចាំព្រះអង្គឈានឡើងសោយឬតែប៉ុណ្ណោះនេះเป็นបញ្ហាទាំងអស់គ្រាន់តែជាបញ្ហាតូចតាចមន្ត្រីទូបន្តពីលេខយ៉ាងក៏គិតថាពិតជាល្អណាស់នេះពេលនេះគាត់ក៏ចង់រាយការណ៍ទៅកាន់ព្រះអង្គជាបន្តមុនពេលដែលព្រះអង្គឡើងសោយរាជនៅពេលឆាប់ៗនេះដោយបន្តពីគិតដូច្នេះហើយអ្នកទាំងពីរក៏នាំគ្នាចេញទៅនៅពេលនោះឆាងកើនាងក៏ចូលមកឬក៏ចាប់ផ្ដើមយកសបុតដែលតាក់ទងទៅនឹងច្បាយក្រុងគង់សិនហឹងយកទៅអានទៅបន្ទាប់ពីអានចឡើងក៏និយាយតាក់ទងទៅនឹងការការពារនិងប្រឆាំងទៅលើកូនសម្ព័ន្ធទូជាច្បាយក្រុងបានកាន់កាប់ទៅលើតំបន់សួរជូអស់រយៈពេល20ឆ្នាំមកហើយដែលនៅពេលបច្ចុប្បន្នក៏ស្ថិតនៅក្នុងភាពចលាចលបន្ទាប់មកឆាងកើក៏ស្រមៃនៅការលេងអុករបស់ព្រះអង្គដៃគូលេងអុកនឹងក៏បាននិយាយទៅកាន់ព្រះអង្គថាពិតជាមិនយល់សោះហើយទៅវិញទៅបានជាព្រះអង្គតែងតែដាក់ដុំមួយនៅក្បែរចំហៀងព្រះអង្គក៏បានតបថាវាគ្រាន់តែជាការដាក់ចលនាដោយចៃដន្យតែប៉ុណ្ណោះបន្ទាប់មកព្រះអង្គក៏សួរទៅកាន់ឆាងកើថាយល់ទេនាងក៏បានតបថាមិនយល់ទេប៉ុន្តែគ្រាន់តែដឹងថាមើលទៅវាគួរចាប់អារម្មណ៍ព្រះអង្គក៏តបទៅវិញថាតាមពិតទៅវាគ្រាន់តែជាល្បែងគួរឲ្យហាត់ភីតែប៉ុណ្ណោះរួចក៏និយាយទៀតថាស្នៃមាសកែមប្រាក់ពោះដៃឆ្លងកាត់ទៅលើព្រំដែននៃបន្ទាយគឺត្រូវការផ្ដោតសំខាន់ទៅលើផែនការព្រមជាមួយយុទ្ធសាស្ត្របើសិនជាបន្ទាយនៃព្រំដែនមានការចលាចលទៅហើយនៅពេលនោះតំបន់កណ្ដាលក៏មានការចលាចលដូចគ្នាមិនថាយើងចង់បានតំណែងអ្វីមួយឬក៏ដើម្បីទាញយកផលប្រយោជន៍ពីអ្នកផ្សេងទេនៅពេលដែលមានភាពច្បុកច្បល់នៅពេលនោះយើងក៏កាន់តែមានការប្រសើរបន្ទាប់ពីអានចាប់និងសម័យចាប់ហើយឆាងកើក៏ចូលមកក្រោមឬក៏ចាប់ផ្ដើមកកកកាយស្វែងរកនៅអ្វីមួយបន្ទាប់ពីការកកាយមិនឃើញក៏កកាយឡើងជ្រឹះសភៅជ្រោះអីពេញទៅនឹងតែម្ដងរួចក៏ចាប់ផ្ដើមរៀបសភៅនឹងយកទៅមើលទៅឆាងកើក៏ដូចជាមានការចាប់អារម្មណ៍ទៅលើសភៅនឹងមែនតែនស្រាប់តែពេលនោះឆ្មាម្នាក់គេក៏ចាប់អារម្មណ៍ថាមានចៅគេក៏បានដកដាវរបស់គេដើរចូលមកលបដើម្បីសម្ដៅទៅកាន់ឆាងកើពងតែរេរូចូលឡើងគេលេចទៅមើលឆាងកើនាងក៏រកឃើញกระดาษមួយហាក់ដូចជាមានការចាប់អារម្មណ៍មែនតែនព្រោះតែវាក៏ជាបញ្ជីកត់ត្រាទៅលើរាជវាំងខាងកើតដែលទៅរស់ហើយបានអានកាលពីអេពីសូត1វាក៏តាក់ទងទៅនឹងសមាជិកក្រុមគ្រួសាររបស់ព្រះអង្គមានបទ5ព្រះអង្គព្រមជាមួយមហាសី1អង្គព្រមជាមួយស្នំ11នាក់ទាំងអស់នេះក៏ត្រូវបានចាត់ទុកថាមានទោសទាំងអស់ដោយការប្រហារជីវិតស្របពេលដែលព្រះនាងពងតែអានចឡើងឆ្មាម្នាក់នឹងគឺក៏ទាញដាវរបស់គេដើម្បីចង់កាប់ប្រហារទៅលើឆាងកើប៉ុន្តែនៅពេលនោះបាត់ឆាងកើទៅណាហើយគេលេចទៅមើលឆាងកើក៏សម្រាខ្លួនមកកាន់ទីតាំងកន្លែងមួយមើលទៅកាន់ទីតាំងកន្លែងនេះវាក៏ប្រហែលជាកន្លែងហាលសប្បាយអីចឹងណាកំពុងតែដើរចលនាស្រាប់តែនៅកន្លែងពេលនោះក៏ឃើញថាឆ្មាម្នាក់គេក៏បានតាមតន់ទៅលើឆាងកើក៏ឃើញគេមកតាមតន់នៅចំពោះមុខដូច្នេះហើយក៏មិនចង់រត់ទៅណាឡើយក៏ចាប់ផ្ដើមទាញកូនក្បិតដើម្បីតស៊ូជាមួយគេបន្ទាប់មកពួកគេទាំងពីរក៏ចាប់ផ្ដើមសម្រុកទៅចាក់ទៅលើគ្នាព្រមទាំងកិច្ចអំពីគ្នាទៅវិញទៅមកនៅពេលនោះចុងដៅរបស់ប៉ាក់នឹងក៏បានធ្វើឲ្យស្បាយរបស់ឆាងកើរបត់បាត់ទៅហើយមិនចង់ឲ្យគេឃើញមុខក៏ចាប់ផ្ដើមយកដៃបាំងទៅរួចក៏ព្យាយាមរកកលិចចាក់ចេញពីទីនេះប៉ុន្តែប៉ាក់នឹងគេមិនអោយចាក់ចេញងាយៗឡើយបន្ទាប់ពីដូច្នេះព្រះនាងក៏ចាប់ផ្ដើមប្រើប្រាស់កូនក្បិតចាក់ទៅកាន់គេក៏បានកិច្ចចលងព្រមទាំងចាប់កោដៃរបស់ឆាងកើនៅតែព្យាយាមប្រើប្រាស់កូនក្បិតចាក់ទៅកាន់ប៉ាក់នឹងនិងកន្លោះកូនក្បិតដើម្បីដោះចោលឡើងរួចក៏វាយប្រហារបន្តប៉ាក់នឹងក៏ប្រើប្រាស់ដាវរបស់គឺទៅប្រងនិងប្រើប្រាស់កម្លាំងសង្កត់រុញទៅកាន់ឆាងកើនាងក៏ព្យាយាមប្រើប្រាស់នៅក្បាច់កូនក្បិតរបស់នាងដើម្បីវាយប្រហារតបទៅកាន់គេវិញប៉ុន្តែគេក៏នៅតែអាចធ្វើការតបប្រងបានព្រមទាំងនៅពេលនេះថែមទាំងចាប់កោដៃរបស់ឆាងកើចាប់ទៅហើយបន្ទាប់ពីទាញគ្នាចលងស្រាប់តែដាវរបស់ប៉ាក់នឹងក៏របូតទៅហើយប៉ាក់នឹងក៏បានសម្លឹងមើលទៅកាន់ឆាងកើក៏មើលវិញឆ្លៀតឱកាសពេលនេះឆាងកើក៏ព្យាយាមប្រើប្រាស់នៅកូនក្បិតដើម្បីវាយប្រហារចាក់ទៅកាន់ប៉ាក់នឹងប៉ុន្តែក៏ត្រូវបានគេប្រើប្រាស់ជើងរបស់គេ
ធាក់ទៅកាន់ឆាងកើជាហាត់ក៏បានធ្វើនាងប៉ោងចាញ់មកក្រៅដោយឆ្លៀតនៅការពេលនេះនាងក៏ចាប់ផ្ដើមទីនេះបរោះពីអ្នកឲ្យជុលគ្នាបន្តមកក៏រឡាត់ចឡើងព្រមទាំងចាប់កូនកបាត់របស់នាងមកវិញស្របពេលនោះពាក់នងក៏បន្តដេញតាមឆាងកើនាងក៏ចាប់ផ្ដើមទម្លាក់សក់របស់នាងក៏ពិតជាវែងមែនទែនព្រមទាំងបានទាញយកនៅកណាត់ពណ៌ក្រហមបន្លំខ្លួនចាក់ចេញជាមួយនឹងកញ្ញាផ្សេងនៅពេលនោះពាក់នងគេក៏បានតាមតនតែទៅចាប់មើលឲ្យនាងបែរមកក៏មិនជាឆាងកើឡើយមិនត្រឹមតែប៉ុណ្ណឹងទេគេក៏ថែមទាំងត្រូវបាននារីទាំងអស់ហ្នឹងត្រួតគ្នារករឿងទៅកាន់គេដោយហេតុថាគេបានបំពេញទៅលើនារីដោយកលេសទៅមកឆាងកើនៅជ្រុងមកខាងនាងក៏ប្រញាប់ចាក់ចេញទៅដោយកាត់មកព្រឹកស្អីបន្តយ៉ាងកលេសទៅមើលក្មេងប្រុសម្នាក់គេមានឈ្មោះថាអាទូនេះពេលនេះគឺឲ្យមានការងារធ្វើឡើយពងតែលេងនៅពពុះសបោរបស់គេព្រមទាំងសម្ដៅទៅកាន់បរិសម្នាក់ពងតែញ៉ាំនំនៅពេលនេះតកានំក៏ស្រែកហៅទៅកាន់គេឲ្យយកនំទៅឲ្យភ្ញៀវស្រាប់តែគេចេញទៅពពុះសបោរបស់គេក៏បានហើក៏បានសម្ដៅទៅកាន់បរិសម្នាក់ហ្នឹងនៅពេលតកាខ្ចាប់នំទៅឲ្យគេហើយគេក៏ចាប់ផ្ដើមយកទៅឲ្យភ្ញៀវដាឡាចឹងទៅនៅពេលនេះឆាងកើនាងក៏ចាប់ផ្ដើមកាក់មុខរបស់គេនឹងប្រាប់ទៅកាន់គេថាមិនចាំបាច់ទៅណាឆ្ងាយទេឲ្យនំយើងមកយើងក៏ឲ្យអី20តលឹងនៃប្រាក់បន្ទាប់ពីគេទទួលយកប្រាក់ហើយគេក៏បានសួរថាហេតុអ្វីទៅបានជាមកទិញពីគេនេះផ្ទាល់ដូច្នេះហើយរវាបានជាមិនព្រមរងចាំគេយកទៅឲ្យដល់កន្លែងតែម្ដងទៅនៅពេលនោះឆាងកើនាងក៏បង្ហាញអ្វីទេគឺក៏បានប្រាប់ថាហាគ្មានបញ្ហាទេតាមពិតតាមនំព្រិលផ្អែមវាគឺជាអាហារសម្រន់ពេលព្រឹកប្រចាំភិនសាងចាយយើងនេះឆាងកើនាងក៏បានចាក់ចេញទៅមកចង់និយាយច្រើនគេសួរទៀតថាលើក្រោយគេយកឲ្យដល់កន្លែងឬក៏យ៉ាងម៉េចនាងក៏បោះប្រាក់ទៅឲ្យគេមួយដុំទៀតទៅនិងក៏ប្រាប់ថាមិនចង់ចំណាយពេលវេលាច្រើនឡើយអាតូគេក៏បានគិតថាភ្ញៀវម្នាក់នេះមើលទៅចម្លែកថែមទាំងមិនចេះអត់ធ្មត់ទៀតប៉ុន្តែគេមិនខ្វល់ឡើយក៏បានចាក់ចេញទៅនៅពេលនោះស្រាប់តែមនុស្សបរិអត់ក៏បានម្នាក់នឹងកាក់សួរទៅកាន់គេថាតារណាគេមកយកនំផ្អែមពេលរបស់គេមុននេះហើយវាតម្រូវយកតាណាដែរគេក៏បានតបថាតាហារអ្វីបានជាត្រូវប្រាប់នោះក៏ព្រោះតាហាងរបស់គេបើកជាងមួយទសវត្សទៅហើយតែតែមានការលក្ខការសម្ងាត់របស់តេតិជនប៉ុន្តែនៅពេលនេះស្រាប់តែបរិម្នាក់ហ្នឹងគេក៏បានបង្ហាញជាមួយនឹងប្រាក់មួយដុំដែលមានពណ៌មាសអាទូក៏ពិតជាមានការ happy មែនតានដែលយើងក៏លេចទៅមើលទីតាំងប្រាសាទរងអឺណានេះវិញក្រុមឆ្មាំពួកគេក៏បានរកថានៅទីនេះក្រៃវាក៏ជាទីកន្លែងត្រូវបានគេបោះចោលទៅហើយរវាបានជាត្រូវឲ្យពួកគេមកយាមកាមនៅពេលនេះពួកគេមានការឃ្លានចង់ងាប់ទៅហើយនៅគណៈពេលនោះស្រាប់តែឆាងកើបន្លំធ្វើជាអ្នកដឹកជញ្ជូននៃហាងភិនសៀងចាយស្រាប់តែនៅពេលនោះឆ្មាំម្នាក់នោះគេក៏បានទិញព្រួយប្រាប់ទៅកាន់ឆាងកើឲ្យនៅតំណងកុំចូលមកអសោះព្រោះថាទីនេះមិនជាកន្លែងលក់ដូររបស់ស៊ីទេឆាងកើនាងក៏បានត្រាប់សម្លេងរបស់ក្មេងប្រុសម្នាក់នឹងក៏និយាយឡើងថាក្រែងថាទីនេះវាគឺជាប្រាសាទរងអានមែនទេព្រោះតែមានអតិថិជនរបស់យើងក៏បានកំងនៅអាហារសម្រន់នៅពេលព្រឹកពីហាងរបស់យើងហើយខ្ញុំគ្រាន់តែជាអ្នកដឹកជញ្ជូននំតែប៉ុណ្ណោះអញ្ចឹងឆ្មាំម្នាក់នឹងក៏សួរគ្នារបស់គេពួកឯងបានកំងអត់ពួកគេក៏បានឆ្លើយថាមិនដឹងទេព្រោះតែហាងភិនសៀងវាគឺជាហាងលំដាប់អភិជនកំងនំម្ដងទាល់តែអស់10តលឹងឯណោះបន្តមកឆ្មាំម្នាក់គេក៏បានក្រោកឡើងសួរថាតើរណាគេជាអ្នកបញ្ជីអីមកឆាងកើក៏បានតបថានាងគ្រាន់តែជាអ្នកដឹកជញ្ជូនតែប៉ុណ្ណោះដូច្នេះហើយមិនដឹងអ្វីឡើយឆ្មាំម្នាក់នឹងគេក៏បានបញ្ចេញដាវរបស់គេមកបន្តទៅដូច្នេះឆាងកើនាងក៏ចង់លាទៅវិញប៉ុន្តែឆ្មាំម្នាក់នឹងក៏មិនយល់ព្រមឡើយក៏បានទាមទារយកអាហារសម្រន់ប៉ុន្តែឲ្យឆាងកើបរិភោគមុនទៅឆាងកើនាងក៏បានធ្វើមេតបនឹងក៏ប្រាប់ថាប្រញាប់ឡើងរួចនាងក៏ចង់យកនៅប្រឡោះកដាលប៉ុន្តែគេក៏ប្រាប់តែកាន់ឆាងកើឲ្យយកនៅចំហៀងទៅបន្ទាប់ពីញ៉ាំហើយឆាងកើក៏ធ្វើជានិយាយថាហើយយ៉ាវាក៏ពិតជាផ្អែមហើយក្រែមរបស់វាពិតជាត្រជាក់មែនតែនបន្ទាប់ពីដូច្នេះឆ្មាំម្នាក់នឹងក៏ឆក់យកនៅកន្ត្រកនិងក៏បានដេញឲ្យឆាងកើចាក់ចេញទៅបន្ទាប់មកពួកគេក៏ចាប់ផ្ដើមចែកអាហារគ្នាទៅឆាងកើនាងក៏ចាប់ផ្ដើមប្រើទឹកមុខព្រមទាំងបានសម្លឹងមើលទៅកាន់ពួកគេបរិភោគរួចក៏បានបែរចាក់ចេញទៅប៉ុន្តែនៅគណៈពេលនោះស្រាប់តែជាថ្នាំដែលនាងបានដាក់លឿនលំនៅពេលនេះវាក៏ចាប់ផ្ដើមមានប្រតិកម្មមកលើនាងមុនគេជាហេតុនៅពេលនាងបោះជំហានទៅមានអារម្មណ៍ថាអីយយហើយចរណាក៏យកផ្លូវយកលក្ខណៈអស់ហើយប៉ុន្តែដោយសារតែនាងបានភ្លក់តែបន្តិចតែប៉ុណ្ណោះចឹងហើយជាថ្នាំវារឿងស្រាលចឹងណាបន្ទាប់ពីពួកឆ្មាំទាំងអស់នោះត្រូវបានសម្លាប់អស់ហើយឆាងកើក៏ចាប់ផ្ដើមបើកទ្វារចូលទៅដែលវាគឺជាទីកន្លែងគោរពបូជាទៅកាន់ស្លាកព្រលឹងរបស់គ្រួសារលីដែលជាគ្រួសាររបស់ស្ដេចនឹងឯងបន្តមកនាងឆាងកើក៏ចាប់ផ្ដើមថ្វាយបង្គំទៅកាន់ស្លាកព្រលឹងដែលជាស្លាកព្រលឹងរបស់ព្រះមេដានិងក៏បានស្រមៃនៅពាក្យសម្ដីរបស់ព្រះមេដាប្រាប់ទៅកាន់ឆាងកើថាគម្រោងនៅដូចជាព្រះមេដានិងក៏កំយកតម្រាប់តាមព្រះមេដាសោះព្រោះតែជីវិតនៃការរស់នៅរបស់ព្រះមេដាគ្រាន់តែជារឿងលេងសើចតែប៉ុណ្ណោះបន្ទាប់ពីគ្រប់ហើយឆាងកើក៏និយាយថាព្រះមេដាតើជីវិតនៃការរស់នៅនិងការស្លាប់តើមួយណាវាមើលទៅគួរឲ្យសំណោចជាងដោយយើងក៏លេចទៅមើលទីតាំងកន្លែងមួយឃើញនៅក្រុមតាហ៊ានកំពុងតែដើរចាក់សាកសពរបស់តាហ៊ានចង់ដឹងថាពួកគេងាប់ឬគ្រោះយើងក្រឡេកទៅមើលទីតាំងកន្លែងមួយមែននៅបរមម្នាក់គេគឺជាមេក្រុមកងកម្លាំងពិសេសធូជាក៏មានរហស្សនាមថាអាស៊ឺណាសុននៅកន្លែងពេលស្រាប់តែមានអន្តរីនាំសារមកដល់ស
ស្រាប់តែនៅកណ្ដាលពេលនេះមានបរិសម្នាក់ទៀតក៏មកដល់ប្រាប់ទៅកាន់អាស៊ូថានៅពេលនេះទាហានសេសក៏ត្រូវបានកងទ័ពបោះសម្អាតទៅហើយគេក៏មានទូនាទីជាឧត្តមសេនីយ៍នៃក្រុមធូជាមានរហស្សនាមថាមួយចិនបន្តមកអាស៊ូក៏បានឲ្យសម្បត្តិឲ្យគេអានទៅរួចគេក៏បាននិយាយថាជនជាតិហានមានតែចំនួនផ្ទៃក្នុងអតីតព្រះរាជយាទក៏ត្រូវបានប្រហារជីវិតនៅក្រោមដៃរបស់ព្រះអង្គចិនក៏បង្កឲ្យមានភាពចលាចលនៅពេលនេះហើយក៏សម្ព័ន្ធធូជារបស់យើងបានដឹកនាំកងទ័ពអន្តរជាតិចូលរួមជាមួយនឹងកងទ័ពធូជារបស់យើងដើម្បីកាន់កាប់តំបន់សជូអាស៊ូក៏បានតបថានៅពេលនេះប្រជាជនហានកំពុងតែស្ថិតនៅក្នុងស្ថានភាពចលាចលវាក៏ជាការល្អរបស់ពួកយើងសម្រាប់ការដណ្ដើមនិងកាន់កាប់ទៅលើតំបន់សជូមូចិនក៏បានតបថាប៉ុន្តែខានក៏ចង់ឲ្យយើងវាយប្រហារទៅលើទីក្រុងមីងជូតាមពិតក៏ចង់ប្រើយើងជានុយតែប៉ុណ្ណោះដើម្បីតេទៀងនឹងការការពាររបស់ជនជាតិហានកម្លាំងកងទ័ពរបស់ខានប្រកាសជាបានទាញយកនូវផលប្រយោជន៍តែលើតំបន់ភូមិភាគកណ្ដាលដែលពងទាំងងាយរងគ្រោះឬក៏បន្តសម្ដៅទៅកាន់ទៅខាងត្បូងវាសម្ដៅទៅកាន់ទីក្រុងឆាងអាននៅក្នុងគោលបំណងរបស់ពួកគេគ្រាន់តែចង់ស៊ីសាច់រួចក៏បន្សល់ឆ្អឹងឲ្យពួកយើងតែប៉ុណ្ណោះអាស៊ើគេក៏បានតបថាបើសិនជាគេចង់ឲ្យយើងទំពាឆ្អឹងទៅហើយយើងក៏អាចទំពាបានដែរឬពួកគេក៏បានចូលដៃគ្នានឹងក៏និយាយថាកងទ័ពអន្តរជាតិខ្លាំងបន្ទាប់ពីនិយាយឲ្យពួកគេក៏ចាប់ផ្ដើមបបោសេះចាក់ចេញទៅក៏ស្រោះពេលជាមួយគ្នាអេពីសូតរបស់យើងក៏ស្លេះតែត្រង់កន្លែងនឹងឯងជាជាងក្រោយសូមអរគុណសម្រាប់ការគាំទ្រនិងការទស្សនាវីដេអូពីដើមដល់ចប់បើសិនជាប្រិយមិត្តទាំងអស់គ្នាចូលចិត្ត like វីដេអូម្នាក់មួយនិងក៏ដូចជាការ comment លេខនៅខាងក្រោមវីដេអូដើម្បីជាការកំសាន្តក៏ដូចជាការហាត់ប្រាណម្រាមដៃឬប្រិយមិត្តដែលមកថ្មីមិនទាន់ចុចប៊ូតុង subscribe ក៏អាចពិចារណាជួយចុចប៊ូតុង subscribe ឬបើនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីពីសំណាក់ពេលនេះមិនមេប៉ាឡូយ9ក៏សូមអរគុណសូមជម្រាបសួរបាយបាយ